បាទជំរាបសួរលោកគ្រូថ្ងៃនេះយើងធ្វើការ practice ទៅលើ Docker volume ដែលយើងមានbig data មួយមានថាយើងមាន volume មួយសម្រាប់ store នៅ data ហើយយើងមាន container ចំនួន4 container ចំនួន4ហ្នឹងមាន container មាន AU40C AU40D AU40E ជាមួយនឹង AU40S អញ្ចឹងយើងទៅធ្វើទាំងអស់គ្នានៅក្នុង Ubuntu របស់យើងអញ្ចឹងនេះយើងមាន comment docker volume create នេះយើងធ្វើការ create នៅ volume មួយដែលមានឈ្មោះថា big data AU40 ហ្នឹងអញ្ចឹងយើងធ្វើការ create វាអញ្ចឹងនេះយើងបាន volume មួយដែលមានឈ្មោះថា big data AU40 ហ្នឹងហើយអញ្ចឹង volume ហ្នឹងយើងធ្វើសម្រាប់ store នៅ data ដែលយើងបង្កើតនៅ container ចំនួន4មុនហ្នឹងដែលមាន container ឈ្មោះថា AU40D ជាមួយ AU40 E ហើយជាមួយនឹង AU40S ហ្នឹងអញ្ចឹងយើងធ្វើការ ls វាមើលថាយើងបានបង្កើតវាមែនអត់ចឹងនេះ volume ដែលយើងបង្កើតមុនហ្នឹងដែលមានឈ្មោះ big data AU40 ហ្នឹងយើងបានបង្កើត volume មួយហើយចឹងបន្ទាប់មកទៀតយើងធ្វើការ run នៅ Docker មួយដែលមានឈ្មោះ container ដាក់ថា AU40C ហ្នឹងហើយយើង store វានៅក្នុង store data វានៅក្នុងbig data volume ដែលយើងបង្កើតមុនហ្នឹងអញ្ចឹងនេះយើងបាន run វាមកហើយបន្ទាប់មកយើងមានមួយទៀតយើងមានចំនួន3ទៀតដែលយើងត្រូវគេ add ដែលមាន container AU40D ជាមួយ AU40E ហើយនិង AU40F អញ្ចឹងនេះAU40D នេះ container AU40D ដូចគ្នាដែលយើងstore នៅក្នុង data AU40 ដូចគ្នានៅក្នុង volume ហ្នឹងដូចគ្នាអញ្ចឹងយើង run មកនេះបានមកហើយនេះ AU40E container AU40E គឺយើងបង្កើតវាដែរយើងបានវាមកហើយចុងក្រោយគេគឺ AU40F ចឹងយើងបានបង្កើតវាមកដែរអញ្ចឹងបន្ទាប់ពីយើងបង្កើតវាហើយយើង test វាមើលយើងធ្វើការ create file មួយនៅក្នុង data ហ្នឹងហើយយើងដាក់ឈ្មោះថា test.tt ដើម្បីយើង test មើលថាពេលយើងបង្កើត file នៅ container AU40C ទៅមានថានៅក្នុង volume big data AU40 ហ្នឹងវាមាន file ហ្នឹងអត់អញ្ចឹងយើងធ្វើការ execute វាមកយើងចាប់ផ្ដើម execute វាហើយអញ្ចឹងមុនហ្នឹងក៏យើងបានធ្វើការបង្កើត container ចំនួន3ហ្នឹង4ហ្នឹងអញ្ចឹងយើងនេះយើងធ្វើការឆែកវាមើលអញ្ចឹងមាន container ចំនួន3ហ្នឹងដែលយើងធ្វើការបង្កើតហ្នឹងដែលមាន container AU40C 40D 40E ជាមួយនឹង 40A ហើយមិញក៏យើងបាន test file មើលដែរអញ្ចឹងបើយើងឆែក file ទៅ Docker execute container AU40D នេះមានថានៅក្នុង container AU40D អញ្ចឹងយើងធ្វើការឆែក data មើលថាវាមាន file test tt ហ្នឹងអត់ដល់ពេលយើងឆែកមើលទៅវាមានពាក្យថា hello ដែលយើងបង្កើតមុនហ្នឹងនេះអញ្ចឹង hello ហ្នឹង hello from C យើងបង្កើតចេញមកពី C អញ្ចឹងយើងបាន data មកហើយដែលយើងធ្វើការបង្កើតនៅក្នុង volume big data ហ្នឹងអញ្ចឹងការងារយើងមានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ